ពេលឈឺពោះចិត្តសម្រាលម៉ាក់ម៉ាក់គួរជៀសវាងធ្វើរឿងទាំងអស់នេះដើម្បីកុំឲ្យរំខានដល់ការសម្រាលពេលឈឺពោះសម្រាលគឺជាពេលដែលម៉ាក់ម៉ាក់រំភើបផងឈឺផងព្រោះចិត្តបានឃើញមុខកូនហើយចិត្តបានឆ្លងផុតដំណាក់កាលពោះពោះហើយតែក៏ជាពេលវេលាដែលម៉ាក់ម៉ាក់មានការឈឺចាប់ខ្លាំងហើយនឹងពិបាកបំផុតដែរអញ្ចឹងហើយតើពេលឈឺពោះសម្រាលម៉ាក់ម៉ាក់គួរជៀសវាងធ្វើអីខ្លះដើម្បីឲ្យដំណើរការនៃការសម្រាលរលូនល្អជាទូទៅថ្ងៃគ្រប់ខែសម្រាលគឺនៅសប្តាហ៍ទី40ក្រោយបាត់រដូវដែលអាចមុនឬក៏ក្រោយ10ថ្ងៃបើសិនបើក្នុងកំឡុងពេលហ្នឹងម៉ាក់ម៉ាក់មានអាការៈមួយចំនួនមានន័យថាស្ថិតក្នុងដំណាក់កាលឈឺពោះសម្រាលហើយដែលអាការៈទាំងអស់ហ្នឹងមានដូចជាមានការកន្ត្រាក់ស្បូនខ្លាំងហើយនឹងទៀងទាត់ឈឺពោះហើយនឹងឈឺចង្កេះផ្នែកខាងក្រោមធ្លាក់ទឹករំអិលមានលីឈាមជ្រាបឬមួយក៏បែកទឹកភ្លោះបើសិនបើម៉ាក់ម៉ាក់មានអាការៈដូចហៀបរាប់ខាងលើហ្នឹងណាម៉ាក់ម៉ាក់ត្រូវប្រញាប់ទៅមន្ទីរពេទ្យហើយនឹងជៀសវាងធ្វើរឿងមួយចំនួនដូចជាទី1កុំខ្ជះខ្ជាយកម្លាំងពេលម៉ាក់ម៉ាក់មានអាការៈឈឺពោះឈឺចង្កេះឬមួយក៏ឈឺស្បូនតិចតិចហ្នឹងណាម៉ាក់ម៉ាក់អាចសម្រាកយកកម្លាំងញ៉ាំឲ្យបានឆ្អែតស្ដាប់តន្ត្រីឬមួយក៏ចំហៀងងូតទឹកដើម្បីឲ្យរាងកាយរបស់យើងស្រស់ស្រាយហើយនឹងមានកម្លាំងនៅពេលសម្រាលព្រោះរយៈពេលនៃការឈឺពោះសម្រាលវែងមិនមែនឈឺភ្លាមសម្រាលភ្លាមទេជាទូទៅរយៈពេលនៃការឈឺពោះសម្រាលសម្រាប់ម៉ាក់ម៉ាក់កូនដំបូងអាចមានរយៈពេលពី12ទៅ18ម៉ោងហើយនឹងរយៈពេលពី8ទៅ10ម៉ោងសម្រាប់ម៉ាក់ម៉ាក់សម្រាប់កូនបន្ទាប់ចំណុចទី2កុំញ៉ាំអាហារមានជាតិខ្លាញ់ច្រើនឬមួយក៏ញ៉ាំឆ្អែតពេកការញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើនឬមួយក៏ញ៉ាំឆ្អែតពេកនឹងធ្វើឲ្យម៉ាក់ម៉ាក់ពិបាករំលាយអាហារអញ្ចឹងម៉ាក់ម៉ាក់គួរញ៉ាំអាហារងាយរំលាយដូចជាសាច់សុទ្ធស៊ុតបន្លែផ្លែឈើគ្រាប់ផ្លែឈើជាដើមពេលចូលដល់ដំណាក់កាលទី2នៃការសម្រាលម៉ាក់ម៉ាក់អាចញ៉ាំអត់ចូលឬអត់ឃ្លានដោយសារការឈឺពោះឈឺចង្កេះឬក៏កន្ទ្រាក់ស្បូនហើយហ្នឹងហើយម៉ាក់ម៉ាក់អាចញ៉ាំទឹកផ្លែឈើអត់មានកាកដើម្បីឲ្យមានកម្លាំងនិងដើម្បីកុំឲ្យខ្វះជាតិទឹកចំណុចទី3ជៀសវាងមើលម៉ោងការមើលម៉ោងធ្វើឲ្យម៉ាក់ម៉ាក់ដឹងថាចូលបន្ទប់សម្រាលយូរប៉ុណ្ណាហើយម៉ាក់ម៉ាក់អាចសួរខ្លួនឯងថាតើអាចទ្រាំបានយូរប៉ុណ្ណាទៀតពេលណាទើបអាចសម្រាលរួចដែលអាចបង្កើនភាពតានតឹងហើយនិងភាពភ័យខ្លាចដល់ម៉ាក់ម៉ាក់ជំនួសឲ្យការមើលម៉ោងម៉ាក់ម៉ាក់អាចផ្ដុំអារម្មណ៍និងតាំងចិត្តក្នុងការប្រឹងសម្រាលដកដង្ហើមវែងបធូរសាច់ដុំនិងសម្រាកនៅចន្លោះពេលស្បូនអត់កន្ត្រាក់ចំណុចទី4ជៀសវាងដកដង្ហើមលឿនខ្លីៗឬមួយក៏ទប់ដង្ហើមការឈឺចង្កេះឈឺពោះឬឈឺស្បូនអាចធ្វើឲ្យម៉ាក់ម៉ាក់ដកដង្ហើមលឿនខ្លីៗឬទប់ដង្ហើមដែលអាចបណ្ដាលឲ្យម៉ាក់ម៉ាក់វិលមុខស្ពឹកដៃស្ពឹកជើងឬមួយក៏ស្ពឹកមុខហើយបើធ្ងន់ធ្ងរក៏អាចធ្វើឲ្យម៉ាក់ម៉ាក់ស្លាប់ដែរការដកដង្ហើមវែងអាចជួយឲ្យម៉ាក់ម៉ាក់បន្ធូរអារម្មណ៍បន្ធូរភាពតានតឹងជួយកាត់បន្ថយសម្ពាធឈាមជំរុញការផលិតអរម៉ូនអុកស៊ីតូស៊ីនហើយធ្វើឲ្យម៉ាក់ម៉ាក់និងកូនក្នុងផ្ទៃមានកម្លាំងដោយសារម៉ាក់ម៉ាក់ស្រូបយកអុកស៊ីសែនបានច្រើនម្យ៉ាងទៀតប៉ះសិនបើម៉ាក់ម៉ាក់ទប់ដង្ហើមចង្វាក់បេះដូងកូនក្នុងផ្ទៃនឹងប្រកបជាចាប់ផ្ដើមធ្លាក់ចុះដែលអាចបណ្ដាលឲ្យមានបញ្ហាបានចំណុចទី5កុំមានភាពខ្មាស់អៀនពេលឈឺពោះសម្រាលម៉ាក់ម៉ាក់អាចលិចនោមដោយអត់ដឹងខ្លួនហើយពេលសម្រាលម៉ាក់ម៉ាក់អាចថែមទាំងលិចលាមកទៀតអញ្ចឹងហើយម៉ាក់ម៉ាក់មិនបាច់ខ្មាស់អៀនទេដោយសារទាំងអស់ហ្នឹងគឺវាជារឿងធម្មជាតិក្នុងដំណាក់កាលនៃការសម្រាលកូនអីដែលម៉ាក់ម៉ាក់អាចធ្វើបានគឺប្រឹងសម្រាលបើម៉ាក់ម៉ាក់ទប់ព្រោះខ្លាចលិចនោមឬមួយក៏លិចលាមកហ្នឹងម៉ាក់ម៉ាក់សម្រាលអត់ចេញទេលើសពីនឹងទៀតបើម៉ាក់ម៉ាក់មានអារម្មណ៍ថាខ្មាស់រាងកាយម៉ាក់ម៉ាក់នឹងផលិតអរម៉ូន stress ដែលរារាំងដល់ការផលិតអរម៉ូនអុកស៊ីតូស៊ីនដែលជួយឲ្យស្បូនកន្ត្រាក់ចំណុចទី6បន្ធូរអារម្មណ៍ពេលកំពុងឈឺពោះសម្រាលរាងកាយម៉ាក់ម៉ាក់នឹងផលិតអរម៉ូនអុកស៊ីតូស៊ីនដែលជួយឲ្យស្បូនកន្ត្រាក់រាងកាយរបស់ម៉ាក់ម៉ាក់ផលិតអរម៉ូនអុកស៊ីតូស៊ីនច្រើនលុះត្រាតែម៉ាក់ម៉ាក់មានអារម្មណ៍ថាមានសុវត្ថិភាពផាសុខភាពហើយមានភាពកក់ក្ដៅនៅពេលដែលម៉ាក់ម៉ាក់មានភាពតានតឹងភ័យខ្លាចឬមួយក៏មានអារម្មណ៍អត់មានសុវត្ថិភាពរាងកាយរបស់ម៉ាក់ម៉ាក់នឹងផលិតអរម៉ូន stress ដែលវាអាចរារាំងដល់ការផលិតអរម៉ូនអុកស៊ីតូស៊ីនបានពេលឈឺពោះសម្រាលម៉ាក់ម៉ាក់គួររក្សាការគិតអីដែលវិជ្ជមានហើយនឹងបន្ធូរអារម្មណ៍ហើយគិតថាខ្លួនឯងអាចធ្វើបាននឹងប្រាប់ខ្លួនឯងថាឲ្យតែផឹងតិចទៀតទៅនឹងបានជួបមុខកូនឯងដើម្បីលើកទឹកចិត្តខ្លួនឯងនិងជំរុញឲ្យរាងកាយឲ្យបញ្ចេញអរម៉ូនជំរុញការកន្ត្រាក់ស្បូន